ព្យុះនឹងមកដល់ហើយមុនព្យុះមកខ្ញុំប្រាប់អ្នកភូមិឲ្យបេះផ្លែលីជីមកលក់ឲ្យខ្ញុំសិនខ្ញុំនឹងដឹកចេញលក់ដុំតាមឡានត្រជាក់យ៉ាងហោចណាស់កាត់បន្ថយការខូចខាតខ្លះគេថាខ្ញុំយកព្យុះមកធ្វើជាលេចិត្តណាបន្ទាបថ្លៃផ្លែលីជីរកលុយយកខ្វក់លុះព្យុះមកដល់ដាំលីជីត្រូវខ្យល់ដកផ្លែលីជីជ្រុះពេញដីពេលគេមកអង្វរខ្ញុំឲ្យទិញវិញអ្វីក៏យឺតពេកអស់ដងជាងដឹងថាខុសហើយសូមអង្វរអ្នកយកផ្លែលីជីដែលនៅសល់ទៅជាងស្អីបើអ្នកយកផ្លែដែលនៅសល់ទៅសូម្បីតែមួយយន់ក៏ខ្ញុំប្រដឹងថានឹងដល់នឹងហេតុអ្វីមិនធ្វើពីដើមមុននេះអ្នកឯងថាទុកឲ្យរលួយលើដើមក៏មិនលក់ឲ្យយើងមិននឹកស្មានថាព្យុះមកភ្លាមទេដើមលីជីខ្ញុំដួលពាក់កណ្ដាលខ្ញុំអស់ផ្លូវហើយអ៊ំចាំងបានប្រាប់អ្នករាល់គ្នាប៉ុន្មានថ្ងៃមុនព្យុះនឹងចូលច្រាំងចម្ងាយ3គីឡូពីភូមិយើងព័ត៌មានក៏ចេញដែរតែអ្នករាល់គ្នាមិនជឿចាំតែថ្លៃខ្ពស់យើងក៏នៅភូមិតែមួយអ្នកមិនអាចមិនគិតមុខគ្នាទេមុខអ្នករាល់គ្នាគិតមុខខ្ញុំទេពីដើមខ្ញុំដាក់ថ្លៃខ្ពស់ជាងទីផ្សារ1ភាគដើម្បីទិញផ្លែលីជីអ្នករាល់គ្នាតែអ្នករាល់គ្នាថាខ្ញុំយកព្យុះមកធ្វើជាលេសចិត្តណាបន្ទាបថ្លៃអ្នកឥឡូវផ្លែលីជីលួយលើដើមអ្នកឲ្យខ្ញុំគិតមុខគ្នាពេលវាងព្យុះនឹងមកដល់ហើយប្រមូលអ្នកភូមិឲ្យបេះផ្លែលីជីចុះខ្ញុំនឹងជួយលក់ផ្លែនេះឲ្យមុនរួចអ្នករាល់គ្នាប្រញាប់ធ្វើបង្គោលទប់ព្យុះមានរឿងអីជាងថ្ងៃភ្លឺថ្លាបែបនេះព្យុះឯណាផ្លែលីជីយើងបេះឥឡូវក៏បានតែចាំមួយសប្តាហ៍ទៀតផ្អែមជាងពេលនោះលក់ថ្លៃជាងឥឡូវមិនទាន់បេះទេអ៊ំចាងពូជូបើមិនបេះទេនឹងយឺតពេលព្យុះនឹងចូលច្រាំងក្នុងរយៈពេល3ពេលនោះមិនត្រឹមតែផ្លែលីជីទេដើមឈើក៏អាចត្រូវខ្យល់ដួលរំដែរដងជាងធ្ងន់ធ្ងរមែនទេអញ្ចឹងឯងគិតថ្លៃប៉ុន្មានយើងទាំងអស់គ្នាជាអ្នកភូមិតែមួយផ្លែល្អ6យន់ក្នុង1គីឡូផ្លែធម្មតា5យន់តម្លៃនេះខ្ពស់ជាងទីផ្សារក្រៅ1យន់អត់ទេ6យន់1គីឡូតិចពេកមួយសប្តាហ៍ទៀត7យន់គេនឹងដណ្ដើមទិញអ្នកណាដឹងថាខ្យល់ព្យុះនឹងមករត់ល្មមហើយត្រឡប់ទៅវិញយើងមិនលក់ឲ្យអញសំបីតែមួយផ្លែសូមបងប្អូនជឿជាក់លើយើងអ្នករាល់គ្នាមើលព័ត៌មានហើយឬនៅខ្យល់ព្យុះនឹងមកដល់ហើយដងជាង6យន់1គីឡូពិតជាតិចពេកតើអាច6កន្លះបានទេបងប្អូនកុំជឿឡងដងជាងមើលនេះខ្ញុំថតកាលពីម្សិលមិញនៅផ្សារក្នុងទីក្រុងផ្លែល្ហុងយើងអាចលក់បាន10យន់ក្នុង1គីឡូគាត់ឡងដងជាងទិញ6យន់លក់បន្តចំណេញ4យន់ក្នុង1គីឡូលុយដោយមិនចេញដើមទុនអួយព្រះចំណេញ4យន់ក្នុង1គីឡូតោនគឺ80000យន់ចិត្តខ្មៅណាស់មែនទេឆ្នាំមុនគាត់ទិញផ្លែល្ហុងពីផ្ទះខ្ញុំ2តោនគាត់ចំណេញពីខ្ញុំ16ដងជាងចិត្តខ្មៅណាស់សងលុយពីឆ្នាំមុនមកយើងបើមិនអញ្ចឹងទេយើងនឹងបិទមាត់ទ្វារផ្ទះឯងត្រូវហើយសងលុយមិនសងលុយទេគុំនៅក្នុងភូមិយើងសងលុយមើលឲ្យច្បាស់នេះជាផ្លែថ្នាក់ទី1នៅផ្សារចង្ណានថ្ងៃនេះតម្លៃលក់ត្រឹម8យន់ក្នុង1គីឡូផ្លែពិសេសទើបលក់បាន10យន់ខ្ញុំចេញទៅក្រៅប្រហែល7យន់ថ្លៃត្រជាក់ថ្លៃដឹកជញ្ជូននិងការខូចខាតតាមផ្លូវខ្ញុំចំណេញត្រឹម5ម៉ាក់ក្នុង1គីឡូបើមិនជឿទូរស័ព្ទទៅលោកលើឥឡូវឯងធ្វើអីខ្លាញ់តារាងតម្លៃនេះគាត់ខ្លាញ់ធ្វើទោះលក់8យន់ក៏គាត់ចំណេញ2យន់ដែរ10000គីឡូគឺ20000យន់ថាមិនមែនលុយខ្មៅទេឡងតុងឈៀងប៉ុន្មានឆ្នាំនេះអ្នករកលុយពីបងប្អូនយើងបានប៉ុន្មានហើយចេញមកវិញទៅស្ដាយណាស់ដែលយើងធ្លាប់ជឿអ្នកភ្នែកខ្វាក់អស់ហើយបងប្អូនឲ្យបើគ្មានឡងតុងឈៀងទេយើងយកទៅលក់ផ្ទាល់ក្នុងទីក្រុងក៏បាន8យន់ក្នុងនឹងហើយល្អជាងគាត់ទិញ6យន់ជប់ឆ្លោះគ្នាទៅម៉ៅប៊ីងនិយាយត្រូវយើងនៅទីនេះរាប់សិបឆ្នាំហើយព្យុះធ្លាប់មកទីនេះប៉ុន្មានដងចំការល្ហុងខ្ញុំក៏មិនទាន់បេះចាំមួយអាទិត្យទៀតប្រកាសជាលក់បានថ្លៃជាងឥឡូវត្រូវហើយមើលនេះព័ត៌មានថាព្យុះអាចមកជិតយើងចុះបើទៅស្រុកផ្សេងវិញត្រូវហើយស្ដាប់បងប្រុសភូមិនឹងម៉ៅប៊ីងឡងតុងឆាំងសងលុយយើងវិញបើមិនអញ្ចឹងទេល្ហុងយើងទុកឲ្យរលួយក៏មិនលក់ឲ្យអ្នកដែរខ្ញុំឡងតុងឆាំងធ្វើចំនួនស្អាតស្អំមិនដែលរកលុយខ្មៅពីបងប្អូនទេរាប់មើលទិញផ្លែឈើ6យន់ទូទឹកកក 0.8 កម្លាំងពលកម្ម 0.3 ទឹកជញ្ជូន 0.2 ខូចខាត10បានចំណេញតិចជាង0នឹងហៅថាលុយខ្មៅជប់ឆ្លោះទៅឆ្នាំមុនល្ហុងខ្ញុំដាក់អត់លក់គឺតុងឆាំងទិញទាំងអស់6យន់បើមិនអញ្ចឹងទេរលួយអស់បើគាត់អាក្រក់3យន់ក៏យើងលក់ដែរអ៊ំចាវអ្នកត្រូវគាត់ទិញហើយមែនទេគាត់ឲ្យអ្នកប៉ុន្មានខ្ញុំនិយាយតាមសិតអារម្មណ៍ភ្លេចហើយឆ្នាំមុនអ្នកណាជួយលក់ឆ្នាំមុនគឺឆ្នាំមុនឆ្នាំនេះគឺឆ្នាំនេះខ្ញុំតាក់ទងអ្នកទិញថ្មីហើយគាត់យកទាំងអស់7យន់ក្នុង1គីឡូថ្លៃជាងឡងឆាំង1យន់លោកម៉ៅអ្នកមិនបោកយើងទេប្រាក់សប្តាហ៍ក្រោយលោកលេយកលុយមកទិញទំនិញពេលនោះអ្នកមានប៉ុន្មានគាត់យកទាំងអស់ល្អយើងលក់នៅកន្លែងអ្នកប្រាប់មកលោកលេគ្មានបញ្ហាទេគ្រប់គ្នាទទួលបានចំណែកលក់ថ្លៃជាង1យន់ក្នុង1គីឡូ1តោនចំណេញជាង2000យន់ខ្ញុំក៏លក់នៅកន្លែងអ្នកដែរលោកលេសូមជួយប្រាប់អ្នកទាំងអស់គ្នាថ្ងៃនេះផ្លែលីជីផ្សារជាងណានថ្លៃប៉ុន្មាន
ផ្លែល្អថ្នាក់ទី1 7 យន់ថ្នាក់ពិសេស9 10 យន់ឆ្នាំនេះផលច្រើនតម្លៃកំពុងធ្លាក់ព្យុះចិត្តមកគ្មានអ្នកហ៊ានស្តុកទុកទេទូរស័ព្ទមួយដើមបញ្ជាក់អ្វីបានប្រកាសជាអ្នករាល់គ្នាខុបខិតគ្នាមែនឡងឆាំងកុំលេងល្បិចខ្ញុំនិយាយដល់ហើយស្អែកម៉ោង5ល្ងាចមុនអ្នកណាចង់លក់ខ្ញុំទិញ6យន់ក្នុង1គីឡូកន្លងពេលនេះទោះអង្វរក៏ខ្ញុំមិនទិញដែរកុំជឿឡងដងឆាំងគាត់ខ្លាចយើងលក់ថ្លៃគាត់រកលុយមិនបានម៉ៅប៊ីងនិយាយត្រូវលោកលេនោះប្រកាសជាគាត់ជួលមកបោកប៉ុន្តែម៉ៅប៊ីងលោកលេមកពិតប្រកាសទេបើគាត់មិនមកធ្វើម៉េចកុំបារម្ភបើលោកលេមិនមកខ្ញុំមានវិធីផ្សេងស្អែកយើងថតផ្សាយផ្ទាល់លក់ផ្ទាល់ដល់អ្នកទូទាំងប្រទេសលក់8យន់ក្នុង1គីឡូក៏គ្មានបញ្ហាល្អខ្ញុំស្គាល់ការថតផ្សាយផ្ទាល់កូនប្រុសខ្ញុំទិញរបស់តាមទូរស័ព្ទរាល់ថ្ងៃពេលនេះគេនិយមធ្វើបែបនេះបងប្អូនផ្លែលីជីពូជមេជាក់ស្ដែងធំហើយផ្អែមថ្ងៃនេះបញ្ជាទិញ9យន់9ក្នុង1គីឡូថ្លៃដឹកហាបាន10000កំងហើយពូកែណាស់ជាងឡងឆាំងទៅទៀតម៉ៅប៊ីងអ្នកពូកែណាស់យើងនឹងខ្លាយជាអ្នកមានហើយកុំបារម្ភកំងទាំងនេះខ្ញុំទទួលខុសត្រូវអ្នកណាខ្លាចចុះហាត់ធ្លេខែលើនេះទៅលក់មិនអស់ខ្ញុំទិញទាំងអស់8យន់ក្នុង1គីឡូអូយើងគោរពបងខ្លាំងរថយន្តត្រជាក់យើងត្រៀមរួចហើយគិតថាព្យុះនឹងជួយលក់ទំនិញមួយដុំទៀតតែពេលនេះអ្នកភូមិទៅរកអ្នកបោកប្រាស់ទាំងអស់យើងត្រូវត្រឡប់ទៅវិញដោយដៃទេមែនទេគេមិនលក់ទេធម្មជាតិមានទំនាក់ទំនងច្រើនផ្លែលីជីភូមិម៉ៃជាទុំហើយផ្លែលីជីភូមិលីវជាក៏ទុំដែរអ្នកចង់និយាយថាទៅភូមិលីវសាន់បងខ្លាំងយូម៉ៅប៊ីងអាចទៅភូមិលីវជាបោកបញ្ឆោតគេទៀតទេមិនអីទេមេភូមិលីវធ្លាប់ចាញ់បោកគាត់ជឿតែមនុស្សស្មោះត្រង់ឆ្នាំមុនផ្លែលីជីគេលក់មិនដាច់ក៏ខ្ញុំជួយលក់អស់ដងឈៀងទីបំផុតបានជួបអ្នកផ្លែលីជីឆ្នាំនេះត្រូវរំខានអ្នកទៀតហើយពូលីវសុំទោសដែលរំខានមុនដំបូងនាំខ្ញុំទៅមើលផ្លែឈើសិនដូចឈៀងយើងមិនសុំច្រើនទេឥឡូវអ្នកលក់ដុំខាងក្រៅឲ្យតែ4យន់ក្នុង1គីឡូយើងលក់ឲ្យអ្នក5យន់ក្នុង1គីឡូល្អទេចាស់បើថ្លៃពេក 4.5 យន់ក៏បានប្រសើរជាងទុកឲ្យរលួយលើដើមផ្លែឈើគុណភាពល្អណាស់មិនបាច់5យន់ទេក៏មិនបាច់ 4.5 យន់ដែរខ្ញុំនៅតែតាមអ្វីដែលបាននិយាយពីមុនផ្លែល្អខ្ញុំទិញ6យន់ក្នុង1គីឡូអី6យន់ដូចជាងអ្នកមិននិយាយលេងទេព្យុះចិត្តមកដល់ហើយអ្នករាល់គ្នាដាំផ្លែលីជីមិនងាយទេខ្ញុំមានឆានែទេចំណេញតិចបន្តិចមិនអីទេហាដងឈៀងអ្នកពិតជាមនុស្សល្អណាស់ប្រសើរជាងអ្នកលក់ដុំចិត្តខ្មៅ100ដងចាស់ពីនេះទៅផ្លែលីជីភូមិយើងលក់ឲ្យអ្នកទាំងអស់បងខ្លាំងរថយន្តត្រជាក់មកដល់ហើយអាចចាប់ដើមដឹកបានល្អអ្នករាល់គ្នាប្រញាប់រើសរួចសងលុយជាសាច់ប្រាក់ភ្លាមមិនជំពាក់1សេនទេបើអ្នកភូមិមិនឃើញរឿងនេះមិនដឹងជាស្ដាយក្រោយឬអត់ទេឥឡូវនេះមិនទាន់ទេតែពេលព្យុះមកគេនឹងស្ដាយក្រោយអូយបាន8000ឈុតហើយមកប៊ីងអញពូកែណាហាមួយឈុតគិត2គីឡូ8000ឈុតគឺ15000គីឡូទើបតែផ្សាយផ្ទាល់2ម៉ោងទេព្រះអាយនេះចំណេញធំណាស់បងប្អូនឲ្យនៅសល់តែ2000ឈុតទៀតដណ្ដើមអស់ហើយគ្មានទៀតទេអ្នករាល់គ្នាឃើញហើយមកប៊ីងផ្សាយផ្ទាល់ក្តៅខ្លាំងណាស់ផ្លែស្វាយចន្ទី5000គីឡូរបស់ខ្ញុំឲ្យមកប៊ីងលក់ទាំងអស់ហាផ្លែស្វាយចន្ទី80000គីឡូរបស់ខ្ញុំក៏ឲ្យមកប៊ីងដែរល្អជាងលក់ឲ្យឡុងដងច្រើនផ្លែស្វាយចន្ទី3000គីឡូរបស់ខ្ញុំរាប់ខ្ញុំផងឡុងដងឲ្យត្រឹម6យន់មកប៊ីងខាងនេះលក់បាន8 9យន់តែបើអ៊ំលីអ៊ំនៅស្ទាក់ស្ទើរអីទៀតឡុងដង6យន់មកប៊ីងជួយលក់8យន់1គីឡូច្រើនជាង2យន់តែអ៊ំ20000គីឡូចំណេញជាង40000យន់អ៊ំឈួតឬអីខ្ញុំមិនមែនឈួតទេខ្ញុំខ្លាចអីអ៊ំមើលអត់ឃើញផ្សាយផ្ទាល់លក់ដាច់ខ្លាំងទេអតិថិជនទូទាំងប្រទេសកំពុងទិញម៉ៅប៊ីងក៏ចុះកិច្ចសន្យាហើយបើលក់មិនអស់គាត់ទិញទាំងអស់8យន់1គីឡូអ៊ំខ្លាចអីអញ្ចឹងខ្ញុំក៏ឲ្យម៉ៅប៊ីងលក់ដែរ
ឯណាទៅលក់លឿនម្លេះត្រឹមត្រូវហាហាហាហេអ៊ំចៅដងឈៀងខាងអ៊ំនៅទទួលផ្លែស្វាយចន្ទីទៀតទេផ្ទះខ្ញុំនៅសល់ 3000 គីឡូខ្ញុំមិនចង់ឲ្យយូម៉ៅប៊ីងលក់ទេតែអ៊ំចៅហេតុអីអ៊ំដកវិញខ្ញុំមិនសូវជឿយូម៉ៅប៊ីងទេខាងអ៊ំ5 យន់មែនទេខ្ញុំលក់ឲ្យអ៊ំល្អតែអ៊ំចៅកុំប្រាប់អ្នកណាកុំឲ្យគេនិយាយអីក្នុងភូមិយប់នេះខ្ញុំឲ្យឡានត្រជាក់មកដល់ចំការអ៊ំត្រង់ណាល្អខ្ញុំជឿអ៊ំនៅសល់តែ 2000 ឈុតទៀត1 គីឡូច្រើនជាង 2 យន់ 5000 គីឡូគឺ 10000 យន់អូយព្រះអើយឆ្នាំនេះមានលុយចំណាយសប្បាយហើយផ្ទះខ្ញុំមានជាង 8000 គីឡូលក់បាន 15000គ្រប់គ្រាន់ឲ្យកូនប្រុសរៀបការហើយហាថាម៉ោង 9 នឹងមកប្រហែលចិត្តដល់ហើយអ៊ំចៅទំនិញបានរៀបចំរួចរាល់ 3200 គីឡូថ្លឹងគ្រប់កន្ត្រកហើយខ្លាំងយប់នេះឲ្យអ្នករត់ម្ដងអត់ស្រួលចិត្តទេអ៊ំចៅនិយាយបែបនេះឆ្ងាយណាស់ស៊ុយលេងហៅគ្រូទាំងអស់ចុះដឹកទំនិញកន្ត្រកនេះជាផ្លែថ្នាក់ពិសេសធំហើយពណ៌ល្អកន្ត្រកពីលើតូចបន្តិចដាក់កណ្ដាលបានគុណភាពល្អមែនអ៊ំចៅផ្លែលីជីរបស់អ៊ំដាំល្អណាស់ឆ្នាំមុនអ្នកថាឲ្យកាត់មែកឲ្យស្ដើងផ្កាឲ្យដាក់ជីសរីរាង្គខ្ញុំធ្វើតាមទាំងអស់ឆ្នាំនេះផ្លែពិតជាល្អជាងឆ្នាំមុនចឹងហើយបើអ៊ំចង់រៀនខ្ញុំសុខចិត្តបង្រៀនផ្លែថ្នាក់ពិសេសនិងថ្នាក់មួយសរុប 3200 គីឡូមធ្យម 6 យន់ក្នុង 1 គីឡូសរុប 15200 យន់ដងឈៀងអរគុណអ្នកបើគ្មានអ្នកទេផ្លែលីជីជាង 3000 គីឡូនេះខ្ញុំមិនដឹងធ្វើម៉េចទេមានបញ្ហាខាងនោះនិយាយពីរាយតែខ្ញុំមិនស្រួលចិត្តទេកាន់លុយនៅដៃវិញសុខចិត្តជាងអ៊ំចៅមិនបាច់អរគុណខ្ញុំទេអ៊ំឯងមានគំនិតល្អអ៊ំចៅសម្រាប់ឲ្យបានស្រួលបើកឡានយឺតអូយអស់ហើយផ្លែលីជីរបស់អ៊ំចៅបាត់អស់ហើយម្សិលមិញនៅលើដាំទេមួយយប់បាត់អស់យ៉ាងម៉េចមិនមែនលក់ឲ្យឡងដងឈៀងទេត្រូវសួរទៀតប្រកាសជាលក់ពាក់កណ្ដាលអាធ្រាត្រហើយមកថារួមគ្នាតែឯងយកលុយរត់មុនទៅផ្ទះគាត់សួរថាលក់ឲ្យរងឈៀងឬអត់អ៊ំចៅឡងដងឈៀងយកផ្លែលីជីអ៊ំអស់ហើយឬបាទខ្ញុំលក់ហើយកាលពីយប់មិញគេដឹកទៅហើយឯងលក់វាអស់ហើយមែនទេអ្នកទាំងអស់គ្នាកំពុងមកវិញលក់8 យន់ឯងលក់ត្រឹម6 យន់មិនមែនកំពុងធ្វើឲ្យយើងខូចចិត្តទេខ្ញុំមិនបានធ្វើឲ្យអ្នកណាខូចចិត្តទេខ្ញុំគ្រាន់តែដឹងថាព្យុះនឹងមកដល់លក់ចេញបានទៅជាការពិតអ៊ំចៅអ្នកធ្វើបែបនេះមិនសមរម្យទេអ្នកទាំងអស់គ្នាឲ្យផ្លែឈើមកខ្ញុំលក់រួមគ្នាតែឯងទៅលក់ឲ្យឡងទុងឈៀងដោយសម្ងាត់ចុះបងប្អូនអ្នកភូមិគិតយ៉ាងម៉េចខ្ញុំក៏មិនបានចុះហត្ថលេខាជាមួយអ្នកដែរលក់ឲ្យអ្នកណាជាសិទ្ធិរបស់ខ្ញុំសិទ្ធិជាសិទ្ធិតែធ្វើមនុស្សត្រូវគិតពីគ្នាទៅវិញទៅមកយើងទាំងអស់គ្នាចាំតម្លៃខ្ពស់ឯងរត់ទៅមុនបើប៉ះពាល់ការទិញរបស់លោកលីវអ្នកណាទទួលខុសត្រូវការអ៊ំចៅមកប៊ីងធានា8 យន់ឯងលក់ឲ្យឡងទុងឈៀងត្រឹម6 យន់នេះមិនខាត់ធំទេមិនថា6 ឬ 8 យន់ទេលុយដល់ដៃទៅសំខាន់អ៊ំចៅអ្នកនិយាយបែបនេះមានន័យយ៉ាងម៉េចអ្នកមិនទុកចិត្តខ្ញុំឬមិនទុកចិត្តលោកលីវខ្ញុំជឿតែចិញ្ចៀងដែលឃើញនឹងលុយដល់ដៃនឹងឯងលក់បាន6 យន់មានអ្វីត្រូវអួតមកប៊ីងថាបើលក់មិនអស់ធានា8 យន់ចាំខ្ញុំសួរអ្នកលុយ8 យន់អ្នកបានដល់ដៃហើយឬនៅកុំភ័យអីលោកលីវមកដល់ស្អែកពេលនោះ8 យន់ក្នុងមួយបងប្រាក់មុនផ្សាយផ្ទាល់ក៏មានការបញ្ជាទិញច្រើនទៀតពេលនោះយើងបាន7 ឬ 8 យន់កុំឲ្យគាត់ច្រណែនខ្ញុំមិនច្រណែនទេបើអ្នករាល់គ្នាលក់បានថ្លៃខ្ញុំសប្បាយចិត្តអ៊ំចៅទុងឈៀងនៅទទួលទៀតទេកុំសួរខ្ញុំបើចង់លក់ហៅទូរស័ព្ទទៅទុងឈៀងខ្លួនឯងខ្លាចគេនិយាយដើមពាក្យដើមអាចស៊ីបានឬអាចទប់ព្យុះបានអ៊ំលីផ្លែឈើទុំតែប្រហែលថ្ងៃខកខានទៅអ្នកណាក៏ស្ដាយមិនបានលោកលីវស្អែកអ្នកមកឲ្យតន់ពេលនៅភូមិមានអ្នកចាប់ដើមរង្គោះរង្គើហើយម៉ៅប៊ីងមកបានទេតែតម្លៃត្រូវកំណត់ថ្មីវិញមានន័យយ៉ាងម៉េចមិនមែនថា8 យន់ទេព្យុះចិត្តមកដល់ហើយគ្រោះថ្នាក់ធំឥឡូវឲ្យបានតែ5 យន់ទេខ្ញុំប្រាប់អ្នកភូមិថា8 យន់ឯងធ្វើឲ្យខ្ញុំពិបាកណាស់អញ្ចឹងឯងទៅប្រមូលខ្លួនខ្ញុំឲ្យតែ5 យន់មិនលក់ក៏មិនអីបានហើយស្អែកឯងមកមុនដល់ពេលខ្ញុំជួយចរចាបន្ថយតម្លៃឲ្យ
ម៉ៅប៊ីងលោកលីវថាម៉េចស្អែកម៉ោងប៉ុន្មានមកកុំបារម្ភនិយាយគ្នាល្អហើយលោកលីវស្អែកព្រឹកមកដល់មើលទំនិញសិនរួចឲ្យប្រាក់កក់តម្លៃមិនប្រែប្រួលទេមែនទេច្បាស់ណាស់មិនប្រែប្រួលទេថា8យ៉នធ្វើម៉េចប្រែប្រួលខ្ញុំថាហើយអ៊ំចៅមិនយូរក៏ស្ដាយក្រោយបើលោកលីវស្អែកឲ្យប្រាក់កក់ថ្ងៃនេះឯងជួយគាត់សរសេរកិច្ចសន្យានឹងតម្លៃឲ្យច្បាស់បានទេវាមិនមែនការឯងទេអ្នករាល់គ្នាមិនលក់ឲ្យឯងទៀតទេឯងនៅខ្វល់រឿងនេះខ្ញុំមិនខ្វល់ទេខ្ញុំគ្រាន់តែរំលឹកថាពាក្យសម្ដីមិនរាប់ទេសរសេរជាអក្សរខ្មៅលើក្រដាសស្ទើបរាប់ម៉ៅប៊ីងមិនសរសេរតម្លៃទេប្រញាប់អីស្អែកលោកលីវមកដល់ហើយដល់ពេលចុះហត្ថលេខានៅកន្លែងហេអ៊ំលីមានការអីទេដុងឈៀងឯងនៅទទួលទិញផ្លែឈើទេទទួលតែផ្លែទុំល្អថ្លឹងនៅកន្លែងសង់លុយនៅកន្លែងអញ្ចឹងឯងអាចមកមួយផ្លែតបានទេផ្លែឈើលើដើមខ្ញុំមិនអាចរងចាំទៀតទេបានខ្ញុំមកឥឡូវអ៊ំលីត្រៀមកន្ត្រីហើយឬនៅយើងពិនិត្យផ្លែសិនរួចថ្លឹងត្រៀមហើយនៅទីនោះផ្លែទុំល្អប្រញាប់បេះយប់នេះនៅតាន់ឡានមួយអ៊ំលីហេតុអីអញក៏លក់ឲ្យឡុងដុងឈៀងដែរខ្ញុំផ្លែឈើខ្ញុំទុំហើយខ្ញុំចង់លក់ខ្លះឯងនឹងងងរៃខាងរកមានបញ្ហាគាត់ដាក់ថ្លៃគ្រប់ត្រូល5ឥឡូវឯងលក់6យ៉នមិនខាតស្លាប់ទេអ្នកមីងចាំងអ្នកមីងលីលក់ផ្លែឈើរបស់គេឯងមកថាគេធ្វើអីឡុងតុងឈៀងឯងកុំធ្វើជាមនុស្សល្អឯងចង់ឆ្លៀតពេលគេភ័យមកដណ្ដើមផ្លែឈើគេខ្ញុំបានដណ្ដើមទេថ្លៃខ្ញុំប្រាប់អ្នកទាំងអស់គ្នាច្បាស់ហើយម្នាក់ចង់ទិញម្នាក់ចង់លក់ឯងនៅទីនេះតាក់គេខ្ញុំទៅហៅរកមកឡុងឈៀងឯងមានន័យយ៉ាងខាងខ្ញុំស្អែកថៅកែលីវដល់ហើយឥឡូវឯងមកទិញផ្លែឈើចង់បំផ្លាញខ្ញុំមែនទេមានបញ្ហាអីឯងនិយាយមកថ្លៃគ្រប់ត្រូល8យ៉នទៅរកថៅកែលីវទាំងថតផ្សាយផ្ទាល់បងប្អូនធ្លាប់ឃើញលុយ1សេនទេខ្ញុំប្រាប់ឯងឡុងតុងឈៀងថៅកែលីវថាស្អែកមកចាំគាត់មកចុះតែយប់នេះផ្លែឈើអ្នកមីងលីខ្ញុំទិញតាមច្បាប់ផ្លែថ្នាក់ទី1 2400គីឡូថ្លៃ6យ៉នសរុប14400អ្នកមីងលីនេះបង្កាន់ដៃសូមពិនិត្យមើលតុងឈៀងអរគុណឯងចិត្តខ្ញុំស្រាក់ស្រានហើយតុងឈៀងការប្រមានព្យុះកើនឡើងហើយផ្លែឈើចុងក្រោយត្រូវដឹកចេញស្អែកនេះអើបន្តិចខ្ញុំទៅភូមិលីវ៉ានោះប្រាប់អ្នកភូមិឲ្យប្រញាប់ប្រមូលផលបងឈៀងចំណែកអ្នកឯទៀតបងប្អូននៅហើយទេព្យុះចិត្តមកដល់ហើយខ្ញុំឲ្យឱកាសចុងក្រោយឥឡូវ6យ៉នក្នុង1គីឡូខ្ញុំទិញបានឲ្យខ្ញុំហូបឥតគិតថ្លៃក៏ខ្ញុំមិនយកដែរឡុងតុងឈៀងឯងកុំមកបំភ័យគេយើងមិនលក់ឲ្យឯងទេគាត់ប្រកាសជាខុបខិតជាមួយគេកុំជឿពាក្យគាត់ខ្ញុំនិយាយចុងក្រោយព្យុះចិត្តមកដល់ហើយយប់នេះមិនបេះទេស្អែកប្រហែលមិនទាន់ពេលទេកុំបំភ័យគេអ្នកមីងលីនិងអ្នកមីងចៅខ្លាចយើងមិនល្ងងទេថ្លៃ6យ៉នក្នុង1គីឡូចង់ទិញផ្លែឈើយើងសុបិនឃើញហើយតែខ្យល់នេះខ្លាំងជាងថ្ងៃត្រង់ទៅទៀតពូចៅកុំភ្លេចផ្លឹងអីប្រាប់ហើយថាលោកលើមកថ្ងៃស្អែកធានាថ្លៃ8យ៉នត្រូវហើយស្អែកលោកលើមកដល់ដាក់ប្រាក់មុនពេលនោះឲ្យឡុងតុងឈៀងមើលអ្នកណាទេដែលជួយគ្រប់គ្នារកលុយពិតប្រាកដល្អផ្លូវអ្នករាល់គ្នាជ្រើសរើសខ្លួនឯងផលវិបាកក៏ត្រូវទទួលខ្លួនឯងបងឈៀងមិនខ្វល់គេទៀតទេខ្ញុំបានដាស់តឿនហើយឲ្យឱកាសហើយទៅភូមិលើធ្វើហាក់ដូចជាពិតមែនចាំស្អែកលោកលើមកមើលមុខគាត់ដាក់ណាអញ្ចឹងយើងលក់ថ្លៃជាង1គីឡូ2យ៉នប៉ុន្មានពាន់គីឡូក៏ប៉ុន្មានម៉ឺនយ៉នសង្ឃឹមថាលោកលើមកតាន់ពេលណាពូចៅទុកចិត្តអីក្នុងពោះលោកលើជាអ្នកមានធំមិនខ្វះលុយតិចនេះទេតុងឈៀងឯងមកហើយនៅសល់ផ្លែឈើចុងក្រោយហើយពូលើយប់នេះប្រញាប់ផ្លែទុំដាក់ដោយឡែកកុំលាយផ្លែប្រេះកុំដាក់ចូលផ្លែល្អកុំដាក់ចូលស្ដាប់តាមឯងទាំងអស់ផ្លែថ្នាក់ពិសេសដាក់ឆ្វេង
ថ្នាក់មួយដាក់ស្ដាំមុនដាក់ឡានថ្លឹងម្ដងទៀតតុងជាងទុកចិត្តបានថាទិញក៏ទិញថាឲ្យលុយក៏ឲ្យមែនហើយនៅសល់តែបន្តិចទៀតឲ្យលក់ចប់ហើយគ្រប់គ្នាស្រាក់ស្រួលចិត្តហើយហាហាគ្រប់គ្នាប្រញាប់បន្តិចព្យុះមិនចាំមនុស្សទេឡានហាត់ក៏មិនចាំយូរដែរម៉ៅប៊ីងអាចយកលុយលក់ផ្លែតបៃផ្ទាល់ប៉ុន្មានថ្ងៃនេះមកបញ្ជូនទំនិញទៅប៉ុន្មានដើមហើយអ៊ំចាំងកុំប្រញាប់អីអ្នកទិញមិនទាន់បញ្ជាក់ទទួលទំនិញខ្ញុំក៏មិនទាន់បានលុយដែរផ្ទាល់លក់បានប៉ុន្មានគីឡូចាំស្អែកលោកលើមកដល់សិនមែនហើយផ្ទាល់លក់បានតែបន្តិចចាំលោកលើមកដល់ចាំលោកហូមកដល់សិនខ្ញុំឲ្យគាត់យកផ្លែលីជីទាំងអស់ទៅហើយលោកលួងថ្ងៃស្អែកឯងមកឲ្យបានណាអ្នកភូមិគ្រប់គ្នាកំពុងចាំមកបានតែឯងប្រាប់អ្នកភូមិពីតម្លៃហើយឬនៅ5យន់ក្នុង1គីឡូគ្មានបញ្ហាខ្ញុំនឹងជួយឯងឲ្យតម្លៃចុះដល់5យន់តែកម្រៃដែលឯងសន្យាឲ្យខ្ញុំកុំភ្លេចណាអញ្ចឹងល្អហើយជួបគ្នាថ្ងៃស្អែកម៉ៅប៊ីងលោកលួងមិនទាន់មកទេណាម៉ោងប៉ុន្មានហើយមេឃងឹតខ្លាំងណាស់ចិត្តខ្ញុំមិនស្រួលទេប្រញាប់អីអ្នកមានគាត់យឺតបន្តិចធម្មតាទេកុំបារម្ភថ្ងៃនេះគាត់មកពិតប្រាកដចឹងល្អហើយពេលគាត់មកខ្ញុំលក់5000គីឡូសិនផ្ទះខ្ញុំ80000គីឡូ1គីឡូ8យន់នោះច្រើនណាស់ដងជាងឥឡូវយើងស្រួលចិត្តហើយឆ្នាំក្រោយចាំមកភូមិយើងទៀតណាកុំបារម្ភពូលួងឆ្នាំក្រោយខ្ញុំមកទៀតសៀវលីនយប់ជ្រៅហើយប្រាប់អ្នកបើកឡានចេញដំណើរបានបងឈៀងបងស្រីលួងកំពុងចាំនៅផ្លូវលបឿនលឿនពូលួងថ្ងៃនេះសូមឲ្យអ្នកទាំងអស់គ្នានឿយហត់បន្តិចជួសជុលដើមឈើហូបផ្លែហើយកាត់មែកធំឲ្យស្អាតខ្ញុំទៅប្រាប់អ្នកទាំងអស់គ្នាឥឡូវលោកលួងទីបំផុតបានជួបឯងហើយចាំឯងដូចចាំផ្កាយចាំព្រះច័ន្ទអូម៉ៅប៊ីងប្រាប់ឯងថាតម្លៃ8យន់ក្នុង1គីឡូមែនទេ8យន់អ្នកណាប្រាប់ឯងថា8យន់ម៉ៅប៊ីងមិនមែនឯងថាទេអូនៅចាំសិនមីងចាងលោកលួងចង់មើលផ្លែឈើសិនមើលរួចទើបដាក់តម្លៃមើលអីទៀតផ្លែលីជីយើងល្អទាំងអស់ខ្យល់ខ្លាំងណាស់ព្យុះទីហ្វុងចិត្តមកដល់ឥឡូវទិញផ្លែឈើប្រថុយខ្លាំងព្យុះមិនមកលឿនប៉ុណ្ណឹងទេផ្លែឈើនេះល្អទាំងអស់8យន់មិនមានបញ្ហាទេមែនទេផ្លែឈើក៏ល្អដែរតែតម្លៃពេលនេះច្រើនបំផុត5យន់ក្នុង1គីឡូ5យន់អីខុសហើយមិនមែនថា8យន់ទេចាស់គាត់ថាយក8យន់អញ្ចឹងយើងមិនលក់ឲ្យឡុងតុងជាងទេមិនលក់ឲ្យគាត់វាមិនមែនរឿងខ្ញុំទេតម្លៃពេលនេះគឺប៉ុណ្ណឹងចង់លក់ឬអត់ខុសហើយតារឿងអីគេនឹងចាហាហាហាកុំភ័យអីលោកលើកថាផ្លែធម្មតា5យន់ផ្លែល្អរបស់យើងនៅអាចចរចាបានកុំចរចាអី5យន់ខ្ញុំថាថ្លៃហើយយឺតបន្តិចផ្លូវលបឿនលឿនបិទ3យន់ក៏ខ្ញុំមិនយកដែរអញ្ចឹងយើងរងចាំច្រើនថ្ងៃឥតប្រយោជន៍នឹងហើយមុនលុយដល់ដៃតម្លៃខ្ពស់មិនរាប់ទេខុសហើយ8យន់ទៅ5យន់ឯងត្រូវពន្យល់យើងទាំងអស់គ្នាស្ដាប់ឯងខ្ញុំមិនបានលក់ឲ្យឡុងតុងជីវអ្នកណានឹកស្មានថាតម្លៃប្រែប្រួលរាល់ថ្ងៃនិយាយឥឡូវមានប្រយោជន៍អីចង់លក់ក៏ប្រញាប់បេះមិនលក់ក៏ទុកឲ្យរួយលើដើមធ្វើជំនួញនឹងតម្លៃប្រែប្រួលរាល់ថ្ងៃឯងបោកគេអត់កុំនិយាយអាក្រក់អីកុងត្រាមិនទាន់ចុះលុយមិនទាន់ទទួលបោកពីណាសំណាងហើយដែលធ្វើដឹកជញ្ជូនអត់ល្អហើយខ្យល់ព្យុះមកហើយខុសហើយឯងត្រូវឲ្យចម្លើយគេផ្សាយផ្ទាល់ក៏ឯងបើក8យន់ក៏ឯងថាឥឡូវយើងមិនទាន់ឃើញលុយសោះស្រែកដាក់ខ្ញុំធ្វើអីតម្លៃលោកលើកកំណត់មិនមែនខ្ញុំទេតែពីឯងនិយាយបើមិនមែនឯងថា8យន់ទេខ្ញុំលក់ឲ្យឡុងតុងជាងយូរហើយខ្ញុំក៏ចង់ជួយឲ្យបានថ្លៃអ្នកណាដឹងខ្យល់ព្យុះមកលឿនម្លេះ5យន់ក្នុង1គីឡូលក់ឬអត់មិនលក់ទេខ្ញុំទៅហើយមិនលក់យើងចាំយូរម្លេះហេតុអីបានថប់ជាងរូងភ្នំមិនលក់ទេអ្នកចុចថ្លៃពេលគ្រាមិនលក់ក៏មិនអីហើមអញ្ចឹងខ្ញុំទៅលោកឡាវចរចាគ្នាបន្តិចទៀតយើងមិនលក់8យន់ទេ6យន់ក៏បានដែរ5យន់ខ្ញុំថាថ្លៃហើយកុំនិយាយពី6យន់ឈួតហើយអ្នកធ្វើឲ្យយើងខូចអស់ហើយមិនបានទេអ្នកត្រូវសងការខូចខាតយើងកុំបន្ទោសខ្ញុំទាំងអស់គ្នា
អ្នកឯងទេដែលចង់រងចាំថ្លៃខ្ពស់អ្នកហ៊ានបន្ទោសយើងទៀតអ្នកហ៊ានធានាថាលក់បានថ្លៃទើបយើងជាអ្នកទុករឿងឈួតសិនប្រមូលផ្លែឈើជាមុនព្យុះចិត្តមកដល់ហើយបាត់ប្រមូលឲ្យលឿនបានប៉ុន្មានក៏បានឈួតហើយឈួតអ្នកមកវិញដឹងឆាប់យប់មិញលក់6យ៉នក៏បាននិយាយឥឡូវមានប្រយោជន៍អីប្រមូលផ្លែឈើឲ្យលឿនបានប៉ុន្មានក៏បានមិនអាចប្រមូលទៀតទេខ្យល់កាន់តែខ្លាំងបងខ្លាំងគេនៅក្នុងចំការខ្ញុំចុះទៅមើលអ្នកកុំចេញមកតុងឈៀងជួយយើងរកផ្លូវផងផ្លែឈើទាំងអស់ខូចអស់ហើយពេលនេះសំខាន់គឺមនុស្សផ្លែឈើបាត់អាចដាំថ្មីមនុស្សមានរឿងគឺគ្មានអ្វីសោះតែផ្លែឈើលើដាំគឺលុយឥឡូវមិនមែនពេលគិតលុយទេព្យុះចិត្តមកដល់ហើយអ្នកទាំងអស់គ្នាត្រឡប់ទៅវិញផ្លែឈើខ្ញុំឲ្យត្រឡប់ទៅវិញសិននាងយ៉ាវអ្នកមិនបារម្ភទេផ្លែឈើផ្ទះអ្នកលក់អស់ហើយអ្នកមីងចាងយប់នេះគ្មានអ្នកណាជួយផ្លែឈើបានទេចាំស្អែកភ្លៀងឈប់រើបានប៉ុន្មានក៏បានលើកនេះខាត់ធំណាស់យើងឯងជ្រើសរើសខ្លួនឯងដឹងមុនស្ដាប់តងឆាំងវិញល្អមិនគួរជឿពាក្យអ្នកនោះទេអ្នកនោះរត់មិនរួចទេនឹងហើយត្រូវរកគាត់គិតលេខចប់អស់ហើយទៅរកតុងឆាំងមើលគាត់ទទួលប៉ុន្មានឲ្យគាត់ទទួលប៉ុន្មានអូនតុងឆាំងដឹងខុសហើយយកផ្លែលីជីទាំងនេះទៅវិញគ្រាន់តែយកសល់ទៅមួយយ៉ាងក៏ព្រមដែរបងឆាំងផ្លែនេះត្រូវទឹកប្រេះច្រើនណាស់ដឹងមុនយ៉ាងនេះហេតុអីធ្វើដើមមុននេះឯងថាទុកឲ្យរលួយលើដើមក៏មិនលក់ឲ្យខ្ញុំយើងមិននឹកស្មានថាខ្យល់ព្យុះមកដើមឈើខ្ញុំដួលពាក់កណ្ដាលខ្ញុំអស់ល្បិចហើយមិនមែនរឿងលុយទេផ្លែបែបនេះដាក់ទូទឹកក៏មិនបានលក់ជាផ្លែស្រស់ក៏មិនកើតកុំយកពាក្យទាំងនេះមកបោកឯងនេះនៅចាំថ្ងៃមុនមិនលក់ឲ្យឯងទេនឹងពើវាងខ្ញុំចាំណាស់ប៉ុន្មានថ្ងៃមុនខ្ញុំប្រាប់ព្យុះមកឲ្យឯងបេះផ្លែចោលឯងថាខ្ញុំបំភ័យខ្ញុំទិញ6យ៉ន1គីឡូឯងថាខ្ញុំរកលុយខ្មៅមិនឥឡូវនឹករកខ្ញុំតុងឆាំងឲ្យយើងមិននឹកស្មានថាកើតយ៉ាងនេះលោកលេថា8យ៉នមកដល់ឲ្យតែ5យ៉នយើងអស់ល្បិចហើយមិនតាក់ទងនឹងលោកលេទេខ្ញុំថាតម្លៃក្រៅគឺ5យ៉នឯងមិនជឿអ្នកនោះបោកឯងតុងឆាំងមើលមុខអ្នកភូមិជួយយើងផងពូជើខ្ញុំជួយកាលឯងមិនជឿឥឡូវមិនមែនខ្ញុំមិនជួយទេអត់ទាន់ពេលហើយមិនក៏អត់ទាន់ពេលឯងអត់មានឡានត្រជាក់ទេអីឡានត្រជាក់ទៅភូមិគ្រួសារលីយប់មិញហើយគេស្ដាប់ប្រឹក្សាឲ្យប្រមូលផលទាំងយប់ឥឡូវទំនិញចេញអស់ហើយឯងថាទុកឲ្យរលួយលើដើមក៏មិនលក់ឲ្យខ្ញុំឥឡូវរលួយហើយទើបឲ្យខ្ញុំមកទទួលឯងធ្វើបែបនេះអត់ត្រឹមត្រូវទេចុះផ្លែឈើយើងមិនទៅមិនអាចខាត់ទាំងអស់ទេឯងគូសួរអ្នកណាច្បាស់ហើយឈួតហើយចាំបាត់8យ៉នក្នុង1គីឡូគឺគាត់ថាលក់ផ្ទាល់ក៏គាត់ថាទៅរកគាត់
នេះម៉ូហ្វីនចេញមក8យ៉នក្នុង1គីឡូឯងថ្ងៃនេះឯងត្រូវតែប្រាប់យើងឲ្យច្បាស់ចេញមកចេញមកចេញមកបើមិនចេញទេយើងទាត់ទ្វារហើយឆ្លោះគ្នាអីខ្ញុំកំពុងដំណើរការបញ្ជីទិញដំណើរការមើលផ្លែឈើយើងនេះលោកលីរត់ចោលហើយព្យុះក៏មកឥឡូវឯងថាម៉េចឯងថាលក់ផ្ទាល់ដាច់ហើយលុយឯងលុយខ្ញុំថាអីឯងជឿអស់ឯងអត់មានខួរក្បាលទេឈួតហើយឯងនេះចង់បំណុលយកលុយលក់ផ្ទាល់ចេញមកប៉ុន្មានថ្ងៃនេះលក់បានច្រើនមកទេលុយអត់ទាន់ចូលអ្នកទិញអត់ទាន់បញ្ជាក់ទទួលខ្ញុំយកលុយណាឯងចុះឯងថារាប់ពាន់មុខរាប់ម៉ឺនមុខខ្លាំងៗទាំងអស់នោះជាការផ្សាយផ្ទាល់បោកឯងចេះលក់ទំនិញអត់បោកឯងយកបោកមកបោកយើងចប់ហើយលើកនេះចប់ពិតប្រាកដឈួតហើយថ្ងៃនេះឯងត្រូវសងលុយយើងគិតតាម8យ៉នក្នុង1គីឡូផ្ទះខ្ញុំស្រុក500គីឡូផ្ទះខ្ញុំ800សងអីខ្ញុំអត់មានលុយឯងចង់សងទៅរកលោកលីចុះហេតុអីមនុស្សឯងរកមកយើងមិនរកឯងរកអ្នកណាខ្ញុំក៏ត្រូវលោកលីបោកដែរចុះឯងទៅនិយាយរឿងកម្រៃជាមួយលោកលេវិញគាត់ក៏ត្រូវគេបោកដែរឬកម្រៃអីអត់យល់ទេឯងមានកម្រៃជាមួយលោកលេវទៀតឯងកុំនិយាយរឿងឥតប្រយោជន៍ឈួតឬឯងថាលោកលេវមកជួយយើងលក់ថ្លៃអត់ចុះមកឯងបានកម្រៃទៀតគ្មានរឿងនោះទេអ្នកឈ្មោះលីននិយាយឥតប្រយោជន៍គាត់ជាមនុស្សរបស់ឡុងតុងឈៀងច្បាស់ជានិយាយជួយឡុងតុងឈៀងឈួតឬប្រាប់ខ្ញុំការពិតឯងដឹងមុនថាលោកលេវឲ្យតែ5យ៉ននិយាយឲ្យច្បាស់ខ្ញុំមិនដឹងទេខ្ញុំក៏ត្រូវគាត់បោកនេះសារពីលោកលេវមែនមើលគេនិយាយអីឯងធ្វើអីនោះឯងធ្វើអីទូរស័ព្ទខ្ញុំឈួតហើយលើកនេះឲ្យខ្ញុំមកឥតប្រយោជន៍5យ៉នក៏យកមិនបានចង់បានផលប្រយោជន៍ពីខ្ញុំទៀតឈួតហើយឯងយកយើងទៅលក់ឲ្យគេមែនមិនមែនដូចអ្នកគិតទេលោកលេវនិយាយបំភ្លើគាត់និយាយបំភ្លើគាត់ថាឯងបានផលប្រយោជន៍ហាមិនឆ្ងល់ទេឯងរារ៉ាយើងមិនលក់ឲ្យឡុងតុងឈៀងដឹងហើយថាយើងលក់ថោកឯងបានច្រើនកុំស្មានអីខ្ញុំគ្រាន់តែជួយភ្ជាប់ទំនាក់ទំនងយកលុយហត់បន្តិចមិនអីទេលុយហត់ឯងយកផ្លែឡាងជូររបស់យើងការខូចខាតយើងទៅជាលុយហត់ឯងផ្លែឈើ1ឆ្នាំរបស់ខ្ញុំឯងនិយាយថាថ្លៃធ្វើឲ្យខាតអស់ឥឡូវមកបន្ទោសខ្ញុំពេលលើថា8យ៉នម្នាក់ចង់ចំណេញច្រើនអត់ឡុងតុងឈៀងឲ្យ6យ៉នឯងមិនលក់មិនបានទេរឿងនេះមិនចប់ស្រួលទេឯងត្រូវសងការខូចខាតយើងយូហ្វួយកើឯងមកល្អហើយកូនឯងបោកយើងឯងត្រូវឆ្លើយពីមុនឡុងតុងឈៀងឲ្យលក់ឯងឪពុកកូននាំគ្នាបញ្ចុះតម្លៃឯងនឹងឯងចង់លក់ថ្លៃឥឡូវខាតបងមកបន្ទោសគ្រួសារយើងដាក់ថ្លៃខ្ពស់តែឪពុកកូនឯងនឹងទាញយើងចូលរណ្ដៅអើយតុងចាំងបានប្រាប់ច្រើនដងហើយឪពុកកូនឯងម្នាក់ថាថ្លៃម្នាក់ទៀតប្រាប់គុំជឿគាត់ឥឡូវមានបញ្ហាមិនអាចថាអ្នករាល់គ្នាជ្រើសរើសឲ្យចប់ទេផ្លែឈើខ្ញុំក៏ខូចដែរយកអីមកសងអ្នករាល់គ្នាផ្ទះឯងខូចគឺសមនឹងវាយើងខូចព្រោះត្រូវឯងបញ្ឆោតឲ្យចាំលុយរើឧបករណ៍ផ្សាយផ្ទាល់ថ្លៃទំនិញនិងរបស់ដែលឯងអាចលក់បានទាំងអស់ហេតុអីយករបស់ខ្ញុំយករបស់ដែលយកចេញបានទាំងអស់នៅស្ងៀមទៅមិនខ្មាស់គេទេនឹងមិនគ្រប់សំបីតែមួយភាគតូចនៃការខាត់បងខ្ញុំផ្លែលីជី8000ជីនរបស់ខ្ញុំបដូរយករបស់ខូចទាំងនេះឈួតហើយចាប់ពីថ្ងៃនេះចេញពីភូមិមេជីទៅឯងនឹងការពារកូនបោកគេកុំមកធ្វើជាមេភូមិទៀតប៉ាយើងទៅមែនទេចេញទៅនៅក្រៅមួយរយៈសិន
ចាំគេស្ងប់ចិត្តហើយត្រឡប់មកវិញចុះផ្លែឈើទាំងនេះផ្លែស្រស់លក់មិនបានទេមិនដឹងថាអាចកែច្នៃបានទេទៅរោងចក្រកំប៉ុងគេអាចទទួលបានទៅរោងចក្រកំប៉ុងលោកម្ចាស់ខ្ញុំមកពីភូមិមីមានផ្លែលីជីចង់លក់ឲ្យរោងចក្រលោកផ្លែលីជីទើបដឹកមកឥឡូវ2ថ្ងៃមុនព្យុះធ្វើឲ្យយឺតបន្តិចតែផ្លែនៅប្រើបានតម្លៃអាចចរចាបានបាទយើងមិនចង់បានថ្លៃទេគ្រាន់តែលោកទទួលទិញថប់បន្តិចក៏បានផ្លែទាំងនេះត្រូវទឹកភ្លៀងហើយព្យុះធ្វើឲ្យសាមបន្តិចតែសាច់ខាងក្នុងនៅល្អលោកធ្វើកំប៉ុងមិនមែនលក់ផ្លែសម្បកអាក្រក់បន្តិចមិនអីទេនេះមិនមែនជាបញ្ហាសម្បកក្រៅទេផ្លែឈើចាប់ផ្ដើមរលួយហើយយើងមិនហ៊ានទទួលលោកម្ចាស់មើលផ្លែខ្ញុំសិនទាំងអស់ជាផ្លែល្អមិនមែនផ្លែលួយទេផ្លែអ្នកអន់ជាងគាត់ទៀតត្រាំទឹកហើយបែកមាត់ក្នុងផ្លែចាប់ផ្ដើមប្រៃក្លិនយើងរើសផ្លែប្រៃក្លិនចេញនៅសល់ល្អអ្នកទទួលបានទេវត្ថុធាតុចូលរោងមិនរើសបែបនេះទេមួយល្អមានផ្លែលួយច្រើនក្រុមទាំងមូលមិនមានស្ថិរភាពលោកម្ចាស់យើងអស់ផ្លូវហើយផ្លែស្រស់គ្មានអ្នកទិញបារោងកំប៉ុងក៏មិនទទួលយើងខាត់អស់ហើយខ្ញុំយល់ពីការលំបាករបស់អ្នកតែកែច្នៃម្ហូបមិនមែនសាមញ្ញទេវត្ថុធាតុមិនល្អអ្នកណាហ៊ានញ៉ាំយើងបញ្ចុះតម្លៃកន្លះយន់ក៏បានសូមលោកទទួលផ្លែយើងផងនៅផ្ទះនៅសល់រាប់រយគីឡូនេះមិនមែនបញ្ហាលុយទេផ្លែលួយចូលខ្សែផលិតខូចកំប៉ុងទាំងលោតខាត់ធំហើយប៉ះពាល់ម៉ាករ៉ុងផងសូមលោកជួយភូមិមេយើងផងបើរើសក្រោយព្យុះមុខអន់បន្តិចនៅថ្លៃឥឡូវឲ្យខ្ញុំក៏មិនហ៊ានទទួលបងប្អូនទាំងអស់គ្នាមិនមែនយើងមិនជួយទេតែផ្លែអ្នករលួយអស់ហើយខ្ញុំមួយផ្លែក៏មិនហ៊ានទទួលលោកនាយករោងមានន័យថាផ្លែយើងលក់មិនចេញទេរើសយកទៅញ៉ាំខ្លួនឯងវិញនៅសល់ទុកធ្វើជីទុកឲ្យវាលួយអញ្ចឹងអស់ផ្លូវហើយបងប្អូនត្រឡប់ទៅវិញកុំស្ទះផ្លូវយើងយកទៅផ្សារផ្លែឈើលក់ដាក់ផ្លែល្អពីលើផ្លែលួយដាក់ក្រោមលក់ដុំឯងនិយាយអីហ្នឹងបើមានសតិសម្ពញ្ញៈកុំធ្វើបែបនេះខាត់ឆ្នាំនេះដាំបន្តទៀតបានបើម៉ាកយីហោខូចអនាគតអ្នកណាហ៊ានទិញផ្លែឈើភូមិអញទៀតដឹងដូច្នេះលក់ឲ្យតុងឈៀង5មួយយន់ទៅស្ដីបន្ទោសតែយើងលោកតុងឈៀងឲ្យឱកាសយើងប៉ុន្មានដងហើយយើងមិនស្ដាប់មួយម៉ាត់ទេស្ដីបន្ទោសយូម៉ូប៊ីងនិងយូហ្វុយគុយបើគ្មានឪពុកកូនគេទេយើងមិនអូសដល់ថ្ងៃនេះទេអញទាំងអស់គ្នាទៅដោះស្រាយផ្លែខូចកាត់មែកឈើឡើងវិញបើមិនដូច្នេះទេឆ្នាំក្រោយផ្លែតិចអញ្ចឹងត្រឡប់ភូមិវិញខ្ញុំមិនព្រមចាញ់ទេមិនព្រមចាញ់ក៏គ្មានប្រយោជន៍ដែរឆ្នាំក្រោយមិនថាអ្នកណាថាអីទេខ្ញុំលក់ឲ្យតែតុងឈៀងម្នាក់អ្នកណាថាក៏មិនលក់រោងចក្រកំប៉ុងក៏មិនយកលើកនេះចុកសពគ្រប់យូម៉ូប៊ីងនេះគាត់ធ្វើបាបអ្នកភូមិហើយរត់ចោលដកឯងចេញឯងមិនមែនអ្នកផ្សាយផ្ទាល់ភូមិម៉ៃជាលក់ផ្លែឈើយូម៉ូប៊ីងទេគាត់នឹងហើយឬថាធ្វើឲ្យផ្លែឈើភូមិម៉ៃជាខូចអស់ថាទិញថ្លៃចប់ឡើងលោកលើរត់ចោលឯងដឹងអីព្យុះធ្វើពាក់ព័ន្ធអីនឹងខ្ញុំព្យុះជាគ្រោះធម្មជាតិតែអ្នកបោកថាទិញថ្លៃគឺឯងពូខ្ញុំម៉ូប៊ីងបើកទ្វារម៉ូប៊ីងមិនមែនពូមិនជួយទេរឿងឯងធំពេកផ្ទះពូក៏មិនស្រួលខ្ញុំស្នាក់តែ2ថ្ងៃក្រោយចេញទៅអញបោកអ្នកភូមិទាំងមូលបើពូទួលឯងអ្នកភូមិគេមើលពូបែបណាយូម៉ូប៊ីងត្រឡប់មកវិញគាត់នៅមានមុខមកទៀតយូម៉ូប៊ីងឯងនៅហ៊ានមកភូមិទៀតយើងយកទៅរោងចក្រកំប៉ុងគេមិនយកមួយផ្លែទេឥឡូវឯងសប្បាយចិត្តហើយផ្ទះខ្ញុំមួយឆ្នាំខំប្រឹងបាត់អស់រោងចក្រកំប៉ុងមិនយកពាក់ព័ន្ធអីនឹងខ្ញុំមិនមែនខ្ញុំឲ្យផ្លែឈើជ្រុះទឹកទេមិនមែនឯងថាលោកលើវទិញថ្លៃទេថែមទាំងគំរាមរឿងស្ពានឡុងតុងឥឡូវឯងនៅហ៊ានមកទៀតឯងនឹងឪពុកឯងសងរបស់តិចតួចនោះទេមិនទាំងប៉ះចុងជើងការខាត់បងរបស់យើងផងខ្ញុំក៏សង្ហើយឯងក៏សង្ហើយចង់បានអីផ្លែឈើឯងខូចអស់ហើយវាជារឿងដែលឯងសមនឹងទទួលបងប្អូនទាំងអស់មនុស្សបែបនេះមិនត្រូវឲ្យគាត់ត្រឡប់ទៅវិញទេបណ្ដេញគាត់ចេញកុំឲ្យហួសហេតុពេកឪពុកខ្ញុំធ្លាប់ជាមេភូមិដែរធ្លាប់ឥឡូវគាត់មិនមែនទៀតហើយចេញទៅភូមិយើងមិនស្វាគមន៍ឯងទេ
ទៅភូមិយើងមិនស្វាគមន៍អញទេមនុស្សបែបនេះទៅណាក៏គ្មានអ្នកជឿដែរអ្នកបោកប្រាស់អ្នកភូមិមិនយូរក៏គ្មានផ្លូវទៅដែរតុងឈៀងរោងចក្រកំប៉ុងមិនទទួលទេគេថាផ្លែដែលជ្រាបទឹកហើយបាយក្របមិនអាចចូលរោងចក្របានទេយើងបញ្ចុះតម្លៃដល់ 0.5 យ៉នគេក៏មិនយកដែរគេឲ្យយើងទទួលស្គាល់ថាជាគ្រោះធម្មជាតិមីងតុងឈៀងដឹងខុសហើយមុននេះមីងវង្វេងមីងជាអ្នកដាក់ថ្លៃខ្ពស់មីងមិនគួរស្ដាប់អ្នកនោះទេខ្ញុំក៏ខុសដែរពេលអញទិញ6យ៉នខ្ញុំនៅថាអញរកលុយខ្មៅឥឡូវគិតទៅខ្ញុំគ្មានសតិសម្បជញ្ញៈទេតុងឈៀងជួយមើលឲ្យយើងម្ដងទៀតទោះមិនអាចលក់ផ្លែស្រស់ក៏ដោយរកកន្លែងចាត់ចែងឲ្យផងបងតុងឈៀងយើងបានតម្រៀបរួចហើយផ្លែដែលខូចធ្ងន់ធ្ងរយើងបោះចោលអស់ទាំងនេះជាផ្លែដែលនៅបរិភោគបានឯងមានផ្លូវឯងស្គាល់មនុស្សច្រើនឯងជួយដឹកយើងទៅឥឡូវនៅសល់តែប៉ុន្មាន100គីឡូប៉ុណ្ណោះដល់ម៉ោងនេះហើយឯងនៅតែចង់លក់យកលុយទៀតតុងឈៀងឲ្យបើមិនលក់ទេយើងគ្មានលុយសល់1សេនទេយ៉ាងហោចណាស់យកលុយជីមកវិញហេតុអីរោងចក្រកំប៉ុងមិនទទួលឯងដឹងច្បាស់ហើយផ្លែបែបនេះមិនមែនបញ្ហាថ្លៃទេវាជាបញ្ហាហានិភ័យអញ្ចឹងឯងរកវិធីមើលមិនមែនជាអ្នកលក់ដុំផ្លែឈើទេខ្ញុំធ្វើការលក់ដុំតែមិនមែនយកផ្លែខូចមកដាក់លក់ក្នុងផ្សារទេផ្លែស្រស់មានស្តង់ដាររបស់វាការកែច្នៃក៏មានស្តង់ដារដែរមិនមែនថាថោកហើយលក់អីក៏បានទេអំគង់ជាងធ្លាប់និយាយរឿងអ្នកច្រើនបើចង់ជេរក៏ជេរចុះតែផ្លែឈើនេះជាជីវិតយើង1ឆ្នាំហើយខ្ញុំចាស់ហើយដាំមួយរដូវមិនងាយទេលើកនេះខាត់ហើយចិត្តខ្ញុំពិបាកណាស់ថ្ងៃដំបូងខ្ញុំថាត្រូវប្រញាប់មុនព្យុះថ្ងៃទី2ខ្ញុំថាលុយរាប់ផ្លែ6យ៉នអ្នកណាចង់លក់ដាក់ឡានភ្លាមយប់ចុងក្រោយខ្ញុំថាឲ្យអ្នករាល់គ្នាប្រញាប់បេះតែអ្នករាល់គ្នាវិញពេលនោះអ្នកថាខ្ញុំបំភ័យថាខ្ញុំបន្ថយថ្លៃថាខ្ញុំចង់រកកម្រៃពីអ្នកតុងជាងយើងខុសហើយយើងដឹងថាខុសហើយអំចាងពេលនោះខ្ញុំក៏ខ្លាចដែរទើបលក់ឲ្យតុងជាងកាន់លុយក្នុងដៃទើបខ្ញុំដេកលក់ឥឡូវស្ដាយក្រោយផ្លែឈើក៏មិនអាចត្រឡប់ទៅលើដើមវិញបានខ្ញុំដឹងហើយខ្ញុំដឹងទាំងអស់ផ្លែឈើនេះខ្ញុំមិនអាចទទួលទេតែបើអ្នកចង់រក្សាចម្ការឆ្នាំក្រោយស្អែកព្រឹកមករកខ្ញុំខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងបង្កើតម៉ាកផ្ទាល់ខ្លួននាំបងប្អូនភូមិលីវជាងទៅរកសុខបងជាងខ្ញុំគាំទ្រអ្នកឆ្នាំនេះផ្លែឈើមិនអាចសង្គ្រោះបានទេអ្នករាល់គ្នាគិតពីឆ្នាំក្រោយទៅ6យ៉ន1គីឡូខ្ញុំថាថោក5យ៉នខ្ញុំមិនលក់ឥឡូវ1សេនក៏គ្មានអ្នកទិញខ្ញុំថាអ្នករកលុយយកខ្វក់ឥឡូវគិតទៅពេលនោះអ្នកកំពុងជួយសង្គ្រោះយើងតុងជាងយើងល្ងងណាស់ស្ដាយក្រោយក៏យឺតពេលហើយឥឡូវសំខាន់បំផុតកុំឲ្យផ្លែខូចនេះប៉ះពាល់ដើមឈើឆ្នាំក្រោយមានន័យយ៉ាងម៉េចតុងជាងមុនគេផ្លែខូចមិនត្រូវចាក់ចោលក្នុងចម្ការទេផ្លែឈើដែលជ្រុះហើយរលួយត្រូវប្រមូលចោលឲ្យអស់កុំទុកឲ្យមេរោគនៅក្នុងដីចម្ការទី2ត្រូវបង្ហូរទឹកឲ្យលឿនបើគល់ឈើជ្រុះទឹកយូរឆ្នាំក្រោយចេញផ្កានិងផ្លែនឹងមិនល្អទេចុះមែកឈើវិញខ្យល់ព្យុះបាក់មែកច្រើនត្រូវកាត់ចេញត្រូវព្យាបាលមុខរបួសកុំឲ្យជំងឺចូលដើមបើស្ដាយក្រោយវាយឺតពេលខ្ញុំនិយាយអស់ហើយសូមអ្នកទាំងអស់គ្នាទៅចុះតុងឈៀងឆ្នាំក្រោយឯងនៅទទួលផ្លែឈើយើងទេមីងតុងឈៀងលើកនេះដឹងកំហុសហើយពីមុនខ្ញុំនិយាយរហ័សហើយចូលរួមជេរថែមទាំងនិយាយពាក្យមិនល្អច្រើនខ្ញុំក៏ដូចគ្នាពីនេះទៅឯងនិយាយយ៉ាងណាខ្ញុំធ្វើតាមឯងថាកាត់ពេលណាខ្ញុំកាត់ពេលនោះត្រូវហើយលើកនេះខាត់ខ្ញុំទទួលសូមតែឆ្នាំក្រោយកុំឲ្យខាត់ទៀតការខាត់បងលើកនេះគ្មានអ្នកណាអាចជួយអ្នករាល់គ្នាបានទេចាំការជឿចាប់នេះឆ្នាំក្រោយទើបមិនធ្វើខុសទៀតបងឈៀងបញ្ជីដំបូងនៃកិច្ចសហការម៉ាក់ចេញហើយមីងចៅនិងមីងលីព្រមចូលរួមជាក្រុមដំបូងសៀវលីនអីគេនឹងកិច្ចសហការម៉ាក់គឺបងឈៀងបង្កើតម៉ាក់លីជីផ្ទាល់ខ្លួនមូលដ្ឋានសំខាន់នៅភូមិលីវជាប់គ្នាចុះពេលនេះយើងចូលរួមបានទេតុងឈៀងរឿងល្អបែបនេះហេតុអីមិនប្រាប់យើងពីមុនមីងចៅនិងមីងលីចូលហើយយើងក៏ចង់ចូលដែរ2ឆ្នាំនេះមិនទាន់បានទេចំការអ្នករាល់គ្នាខូចខាតធ្ងន់ការគ្រប់គ្រងក៏មិនទាន់ល្អត្រូវថែដើមឈើឲ្យរស់ឡើងវិញហើយចូលវឹកហាត់ថាតាជោគខ្សែម៉ាក់បានទេត្រូវមើលផ្លែឆ្នាំក្រោយចុះ2ឆ្នាំនេះយើងធ្វើម៉េច
ផ្លែឈើធម្មតារបស់អ្នករាល់គ្នាដាំធម្មតាលក់ធម្មតាក៏បានប៉ុន្តែខ្សែម៉ាកល្អមិនអាចចូលងាយទេតុងឈៀងយើងទាំងអស់គ្នាដឹងកំហុសពីនេះទៅឯងថាអីយើងស្ដាប់មិនទាន់ល្អទេមិនមែនថាដឹងកំហុសហើយចប់ទេម៉ាក់ពឹងផ្អែកលើស្តង់ដារមិនមែនចិត្តគ្នាទេបងឈៀងឯកសារចំការរបស់អ៊ំចៅនិងអ៊ំលីរៀបចំរួចហើយពេលវេលាប្រមូលផលកំណត់ត្រាប្រើថ្នាំកំណត់ត្រាចាត់ថ្នាក់ត្រូវគ្នាទាំងអស់ចំការគាត់ខូចខាតតិចតួចអាចបញ្ចូលជាលើកដំបូងបានអ៊ំចៅអញពិតជាចង់ធ្វើម៉ាក់ជាមួយតុងឆាងមែនទេលើកនេះខ្ញុំស្ដាប់តុងឆាងបើយើងលក់ពេលនោះគ្មានបើអីទេទីផ្សារមិនចាំអ្នកទេព្យុះក៏មិនចាំដែរអ្វីដែលអ្នកអាចធ្វើឥឡូវគឺស្ដារចំការវិញបង្ហូរទឹកកាត់មែកការពីជំងឺគ្រប់គ្រងមួយជំហានក៏មិនអាចរំបើមានពេលចូលរួមវគ្គបណ្ដុះបណ្ដាលនៅភូមិលីវបានចឹងចូលវគ្គនឹងចូលម៉ាក់បានទេវគ្គបណ្ដុះបណ្ដាលគ្រាន់តែជាជំហានដំបូងឆ្នាំក្រោយផ្លែឈើបានតាមស្តង់ដារទើបមានឱកាសលើកនេះយើងមិនប្រញាប់ទេមិនធ្វើថោកទេធ្វើតាមច្បាប់អ៊ំតុងឆាងពីមុនមិនជឿអញទេលើកនេះអ៊ំស្ដាប់ផ្លែឈើម៉ាក់មិនមែនមើលតែផ្អែមទេថែទាំដើមយ៉ាងម៉េចប្រើថ្នាំយ៉ាងម៉េចពេលណាទើបប្រមូលធ្វើឲ្យត្រជាក់យ៉ាងម៉េចត្រូវមានកំណត់ត្រាទាំងអស់យល់ហើយពីមុនគិតតែពីលក់ចេញឥឡូវដឹងថាលក់ឲ្យបានយូរទើបសំខាន់ចង់ចូលម៉ាក់ចាំពាក្យមួយមុនផ្លែឈើមិនមែនប្រមូលហើយទើបចាប់ផ្ដើមលក់ទេតាំងពីថ្ងៃដាំបានចាប់ផ្ដើមកំណត់តម្លៃហើយពីនេះទៅយើងនឹងតាមតុងឆាងគាត់ឲ្យធ្វើអីខ្ញុំធ្វើនឹងចុងឆ្នាំចាំចែកភាគលៀបមែនសំណាងហើយដែលមិនស្ដាប់ពាក្យនេះមកបើមិនចឹងស្ដាយក្រោយមិនតាន់អ៊ំចៅលើកនេះគុណភាពហោះហើរបានតាមស្តង់ដារអ៊ំលីលើកនេះផ្លែឈើក៏បានតាមស្តង់ដារអាចចូលខ្សែផលិតផលល្អបានអរគុណហើយស៊ីវលីនមួយឆ្នាំនេះមិនខាតដៃទេពីមុនធុញនឹងការកត់ត្រាឥឡូវដឹងថាទាំងនេះជាលុយអ៊ំចៅនេះជាភាគលាផ្លែឈើម៉ាក់ឆ្នាំនេះអ៊ំលីនេះរបស់អ្នកហើយនៅខាងក្រោយទៀតមានការបញ្ជាទិញតាមអនឡាញដែរតុងឈៀងឥឡូវផ្លែលីជីរបស់យើងខ្លាយជាម៉ាក់ហើយល្អជាងពេលលក់រីពីមុនឆ្ងាយណាស់សំណាងហើយដែលធ្លាប់ស្ដាប់បងបើមិនអញ្ចឹងទេព្យុះឆ្នាំមុនផ្ទះខ្ញុំរលីអស់ហើយបើជឿតុងឈៀងមុននេះបន្តិចថ្ងៃនេះឈរទទួលលុយក៏ត្រូវខ្ញុំដែរមួយផ្លែ6យន់ឯងចាប់ចំណេញពីតម្លៃឥឡូវគិតទៅខ្ញុំហើយដែលបិទផ្លូវខ្លួនឯងឆ្នាំនេះឯងមិនខកវគ្គបណ្ដុះបណ្ដាលទេសួនផ្លែឈើដុះល្អជាងអ្វីដែលខ្ញុំគិតប៉ុន្តែនៅខ្វះមួយឆ្នាំទៀតយើងដឹងហើយលើកនេះមិនប្រញាប់ទេពីមុនខាតព្រោះមិនចេះច្បាប់ពីនេះទៅយើងនឹងធ្វើតាមច្បាប់ចាំការស្ដាយក្រោយថ្ងៃនេះពេលឯងចូលខ្សែម៉ាក់បាននឹងដឹងថាថ្ងៃនេះសុទ្ធតែមានតម្លៃបងឈៀងម៉ាក់ឆ្នាំនេះឈររឹងហើយចាប់ផ្ដើមហើយយើងត្រូវបន្តខំប្រឹងបងឈៀងឆ្នាំនេះនៅខ្លាចព្យុះទៀតទេខ្លាចប៉ុន្តែលើកនេះយើងត្រៀមរួចហើយហាហាហាអើតុងឈៀងឯងនិងស៊ីវលីនមានរឿងលាក់យើងមែនទេហាហាមើលស៊ីវលីនមុខក្រហមអស់ហើយប្រកាសជាមានរឿងល្អហាហាហាអញ្ចឹងអ្នកទាំងអស់គ្នានៅទីនេះខ្ញុំក៏ប្រកាសរឿងល្អមួយខ្ញុំនិងស៊ីវលីនក្រុងរៀបការហើយល្អណាស់រឿងល្អណាស់នេះជារឿងធំណាស់អ្នកទាំងពីរម្នាក់ចេះគ្នាម្នាក់យកកាន់នេះក៏ត្រូវគ្នាដែរហាហាហាតុងឈៀងស៊ីវលីនសូមអបអរសាទរអ្នកពីនេះទៅផ្លែលីជីភូមិមេជានៅតែត្រូវការអ្នកទាំងពីរដឹកនាំគ្រប់គ្នាទៅមុខស្រាអាពីពីនេះខ្ញុំត្រូវតែផឹកហាហាហាបងឈៀងពីនេះទៅមិនត្រឹមតែម៉ាក់លីជីទេខ្ញុំក៏នឹងនៅជាមួយបងថែរក្សាសួននេះល្អយើងនឹងថែរក្សាជាមួយគ្នាវ៉យហា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 តុងឈៀងស៊ីវលីនសូមឲ្យមានសុភមង្គលរហូតដល់រាប់រយឆ្នាំពីនេះទៅជីវិតនឹងភ្លឺថ្លាដូចផ្លែលីជីល្អ